ตุยភ្នែកនេះស្រូវខាងនេះក៏ល្អដែរព្រោះមួយរយៈចុងក្រោយនេះប្រហែលជាខែហ្នឹងហើយខែជាងហ្នឹងគឺមានភ្លៀងរហូតបាទភ្លៀងរហូតមកឲ្យរុក្ខជាតិជាច្រើនបានលូតលាស់យ៉ាងល្អបាទពិសេសគឺដំណាំស្រូវរបស់ប្រជាកសិករខ្មែរយើងហ្នឹងក៏បានលូតលាស់បាទដើម្បីជាការខិតចិត្តទៅដល់នៃការធ្វើដើមបាទធ្វើដើមបាទហើយទិដ្ឋភាពនេះគឺដើមចុងដើមខ្នុរដើមខ្នុរចូលបក់ល្វិចមកឲ្យមែកនិងស្លឹករុក្ខជាតិទាំងឡាយនឹងរីរោមទៅតាមខ្យល់បក់បាទខ្លាំងក៏រីរោមវល់ទៅខ្លាំងដែរពុកខ្សោយក៏រកើបន្តិចបាទដូចជាបងប្អូនឃើញស្រាប់អញ្ចឹងដែរហើយពពកបាទពពកក៏មិនទាន់ថារៀងដាច់ដែរព្រោះចាប់ផ្ដើមបោកមកទីដែរបាទមកពីទិសនិរដីឯកចលបកត្រសិមកក៏នាំនូវភាពត្រជាក់បាទដូចជាបងប្អូនមើលអានីនោះបាទគឺព្រៃលំដែលជាភូមិរបស់អ្នកស្រុកយើងណាប្រកបតែនៅឆ្ងាយពីគ្នា7-8អាចទៅ10គីឡូបាទខាងនោះប្រហែលជា10គីឡូបាទ10គីឡូម៉ែត្រនេះភូមិគិគ្នាបាទហើយជាឆ្ងាយបន្តិចក៏កាន់តែឆ្ងាយទៅដល់រាប់គីឡូពីគ្នាហើយយើងឃើញតែពីចម្ងាយអ្វីដែលចាប់អារម្មណ៍សំខាន់គឺស្រូវនឹងឯងបាទនៅក្បែររបស់ផ្ទះបាទអត់មានធម្មជាតិទេមានដើមឈើតិចតួចហើយខាងនេះគឺស្រូវបាទស្រូវនឹងបាទប្រហែលជាមួយខែទៀតហ្នឹងក៏អាចចេញបាទចេញផ្លែដើម្បីត្រៀមប្រមូលផលនៅរដូវហើយខាងមុខហ្នឹងបាទថ្ងៃនេះខ្ញុំថាទៅថ្ងៃនេះត្រជាក់ល្អណាស់ត្រជាក់ចោលបោះទៅសេតមកឡំគឺមានត្រជាក់មេឃលុបមេឃក៏លុបបាទស្មាននេះបើជាថ្ងៃក្តៅអត់មានពពកបាទនិយាយរួមគឺអត់មានពពកតែម្ដងគឺថ្ងៃអាចក្តៅបាទក្តៅនៅភ្លឺតែងតែម្ដងប៉ុន្តែសារថ្ងៃនេះបាទមានពពកដេដាបាទពពកដេដាអញ្ចឹងនាំឲ្យមេឃឆាប់ងឹតដោយសារបាំងពន្លឺព្រះអាទិត្យតែពពកអស់ខាងនោះរបបបង្កើតទៀបហ្នឹងខ្ញុំមើលទៅដូចជាកម្ពស់ចុងជើងហ្នឹងយើងឃើញពពកហ្នឹងបានកំពុងបោះពួយបាទបោះពួយមកលឿនយ៉ាងលឿនមិនដែរបណ្ដោយចិត្តហ្នឹងក៏អាសត្វដូចជាអត់សូវឃើញថាងឹតតែខាងនោះពពកដុំធំមើលមកចិត្តនេះស្លាកគេដាក់ឡាយបងប្អូនឃើញស្រាប់បាទវីដេអូនេះមានតែប៉ុណ្្នឹងទេបាទនៅជនបទស្រុកស្រែមានសមត្ថនេះហើយរដូវនេះមានស្ដាប់សត្វកង្កែបមើលស្រូវស្រែហ្នឹងបាទខាងនេះបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាជូនពរសុខសប្បាយ